បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវសូមពុកម៉ែបងប្អូនទាំងអស់គ្នាមកមើលនៅគ្រឿងផ្សំសម្រាប់យើងស្ងោរជីឆាយសាច់ជ្រូកបងប្អូនណាបាទអញ្ចឹងចំពោះគ្រឿងផ្សំបងប្អូនណាហ្នឹងហើយមានដូចជាជើងជ្រូកគេថាខ្មងជ្រូកហ្នឹងចំនួន1ដុំដើម្បីខ្ញុំយកមកដាក់រងាស់វាបងប្អូនណាបាទដាក់រងាស់វាឲ្យវាមានជាតិអញ្ចឹងបងប្អូនទាំងគ្នាបាទហ្នឹងហើយមានមឹកនោះបន្តិចទៅបាទមានបង្គាបន្តិចទៅបាទហើយនឹងមានសាច់ជ្រូកបាទសាច់ជ្រូកសាច់ស្វាមុខនេះខ្ញុំយកមកចិញ្ច្រាំវាណាដើម្បីយើងដាក់ស្ងោរជាមួយនឹងបាទខ្មងជ្រូកជាមួយនឹងឆ្អឹងជ្រូកអញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទមានសាច់ជ្រូកចិញ្ច្រាំណាមានដូចជាបន្លែចំពោះបន្លែយកទៅពីបន្ទាមកណាដូចជាមានការ៉ុតហើយនិងចិញ្ឆាវចំពោះការ៉ុតចិញ្ឆាវនោះខ្ញុំយកមកទៅមើលណាបងប្អូនណាបាទហើយបន្តមកទៀតហ្នឹងហើយបន្តមកទៀតបងប្អូនមានដូចជាខ្ទឹមសមានដូចជាគៀគ្រឿងយីហឺគ្រីមអញ្ចឹងទៅបងប្អូនណាដើម្បីយើងពេលដែលយើងដាក់ដាំទឹកដើម្បីទៅបាទទឹកយើងពុះយើងដាក់បងខ្ទឹមសគៀគ្រឿងយីហឺគ្រីមអញ្ចឹងទៅបងប្អូនណាបាទហ្នឹងហើយបន្តមកទៀតបងប្អូនណាមានដូចជាគ្រឿងទេសថាគ្រឿងផ្សំយ៉ាងហ្នឹងបងប្អូនណាហ្នឹងហើយមានដូចជាទឹកត្រីមានស្ករសអំបិលប៊ីចេងបាទម្សៅស៊ុបអីចឹងទៅបងប្អូនណាបាទហ្នឹងបាទបន្តមកទៀតបងប្អូនណាមានដូចជាជីឆាយឬក៏យើងហៅថាផ្កាថ្មផ្កាសមុទ្រហ្នឹងបងប្អូនណាចំនួន2ដុំបងប្អូនណាបាទហើយនឹងបន្ទាប់ពីជីឆាយមកមានដូចជាតៅហ៊ូចិនហ្នឹងបងប្អូនខ្ញុំក៏ទិញយកមក2ដុំដែរបងប្អូនបាទហ្នឹងហើយអញ្ចឹងបន្តបាទបន្ទាប់ពីខ្ញុំបានរៀបរាប់នៅគ្រឿងក្រៅសពគ្រប់ហើយខ្ញុំក៏ឆ្លៀតមកដាក់ដាំទឹកសិនមកណាដើម្បីយើងដាក់រងាស់នៅឆ្អឹងស៊ុបបាទឥឡូវបន្ទាប់ពីខ្ញុំបានដាក់ដាំទឹកបាទដើម្បីរងាស់នៅឆ្អឹងស៊ុបរួចរាល់ហើយខ្ញុំក៏ឆ្លៀតមកតាក់ទៅហ៊ូមកហ្នឹងហើយបាទឥឡូវបន្ទាប់ពីខ្ញុំបានហាន់នៅតៅហ៊ូរួចរាល់ហើយអញ្ចឹងក៏សូមពុកម៉ែបងប្អូនទាំងគ្នាមកមើលរបៀបនៃការស្ងោរឬក៏សម្លជីឆាយជាមួយនឹងខ្ញុំបាទពូរ៉ាទាំងអស់គ្នាបងប្អូនណាបាទឥឡូវទឹកដែលខ្ញុំដាក់បានដាំហ្នឹងគឺចាប់ដើមពុះហើយបងប្អូនណាហ្នឹងហើយអញ្ចឹងបន្ទាប់ពីទឹកបានពុះហើយខ្ញុំក៏ចាប់ដើមយកនៅជាហឺក្រៀមបង្គាក្រៀមនិងខ្ទឹមសយកមកបង់ចូលតែម្ដងបងប្អូនណាបាទពុកម៉ែបងប្អូនទាំងអស់គ្នាបន្ទាប់ពីទឹកដែលខ្ញុំបានដាំពុះមកខ្ញុំក៏ចាប់ដើមបង់លើបង្គាក្រៀមយីហឺក្រៀមហើយនិងខ្ទឹមសបាទបន្ទាប់ពីបង់ខ្ទឹមសបង្គាក្រៀមយីហឺក្រៀមហើយខ្ញុំក៏ចាប់ដើមបង់នៅឆ្អឹងស៊ុបបន្ថែមទៀតហើយបន្ទាប់ពីបង់នៅឆ្អឹងស៊ុបរាល់មកខ្ញុំក៏ចាប់ដើមយកការ៉ុតហើយនិងឆាហ្នឹងយកទៅដាក់បង់ចូលជាមួយគ្នាតែម្ដងដើម្បីយើងរងាស់ឆ្អឹងស៊ុបនិងការ៉ុតឆាហ្នឹងឲ្យវាបាទឲ្យវាមានន័យថាឲ្យវាចេញជាតិពីឆ្អឹងមានជាតិបាទជាមួយនឹងឆ្អឹងស៊ុបជាមួយនឹងទឹកស៊ុបរបស់យើងចឹងទៅបងប្អូនណាបាទបន្តមកទៀតខ្ញុំក៏មកប្រឡាក់នៅសាច់បាទសាច់ដែលខ្ញុំបានចិញ្ច្រាំសាច់ជ្រូកស្មាមុខហ្នឹងដែលខ្ញុំចិញ្ច្រាំខ្ញុំយកមកប្រឡាក់គ្រឿងបាទបងប្អូនដាក់ម្សៅស៊ុបបន្តិចប៊ីចេងបន្តិចស្ករសបន្តិចអំបិលបន្តិចទៅបងប្អូនណាបាទបន្តមកយើងរោយម្រេចបាទរោយម្រេចពីលើបន្តិចមកបងប្អូនបាទបន្ទាប់ពីខ្ញុំបានលាយគ្រឿងក្រៅរួចរាល់មកខ្ញុំក៏យកសាព្រាមកយកមកច្រវល់យកមកកូរវាកូរចុះកូរឡើងស្កត់ចុះស្កត់ឡើងទៅបងប្អូនណាដើម្បីឲ្យវាចូលជាតិជាមួយសាច់ដែលយើងបានលាយនឹងបងប្អូនបាទបន្ទាប់ពីទឹកសម្លជីឆាយដែលខ្ញុំបានដាក់រងាស់ឆ្អឹងស៊ុបក៏បានពុះមកណាហ្នឹងហើយបន្ទាប់ពីពុះរួចរាល់ខ្ញុំក៏ចាប់ផ្ដើមបង់គ្រឿងក្រៅបញ្ចូលមកបងប្អូនណាហ្នឹងហើយចំពោះគ្រឿងក្រៅបងប្អូនដឹងស្រាប់ដែលខ្ញុំបានរៀបរាប់ពីខាងដើមចឹងបងប្អូនណាមានដូចជាទឹកត្រីបន្តិចប៊ីចេងបន្តិចស្ករសបន្តិចបាទអំបិលបន្តិចបាទបងប្អូនណាបាទ